គោរពនឹងសូមជម្រាបសួរទៅដល់ពុកម៉ែបងប្អូនទាំងអស់ជាទីគោរពនិងជាទីរាប់អានសូមស្វាគមន៍ជាបន្តមកកាន់ Channel Mr. Tafa ហើយថ្ងៃនេះយើងមកមើលអំពីកម្មវិធីមួយដែលអាចធ្វើឲ្យរូបភាពរបស់យើងនឹងមានភាពច្បាស់ជាងមុនដែលយើងចូលទៅក្នុង edit ទៅក្នុងវាតែម្ដងហ្នឹងហើយចង់ដឹងថាកម្មវិធីនេះឈ្មោះអីគេតាមដានជាមួយខ្ញុំដូចតទៅនេះគឺជាកម្មវិធីមួយនេះ Luxstream CC ហ្នឹងអូខេយើងអាច download នៅក្នុង App Store បានហើយ Play Store ក៏បានដែលយើង search ពាក្យLuxstream CC តែប៉ុណ្្នឹងមកវាចេញហើយយើង download មកប៉ុន្តែគួរបញ្ជាក់ផងដែរថានៅពេលដែលយើងទៅ download វាយើងត្រូវតែធ្វើការចុះឈ្មោះវាហើយអញ្ចឹងបើខ្ញុំចុះឈ្មោះហើយខ្ញុំគ្រាន់តែចូលទៅ edit យកតែម្ដងអូខេតោះឥឡូវយើងទៅបងប្អូននេះអារូបភាពខ្ញុំ edit ហ្នឹងហើយឥឡូវខ្ញុំចេញខ្ញុំបូកយករូបភាពណាមួយដែលអូខេឥឡូវខ្ញុំសុំយករូបភាពមួយនេះចុះហ្នឹងហើយកន្លែងនេះគឺជាកន្លែងសេរីពន្លឺវាយើងសេរីពន្លឺឲ្យវាភ្លឺឬក៏ឲ្យវាល្ងិតមិនស្រេចតែយើងស្រឡាញ់ណាវាមានច្រើនឲ្យយើងជ្រើសរើសដូចជា color យើងទៅកន្លែង color មកនឹងវាដាក់ពណ៌នេះវាភ្លឺខ្លាំងនេះដាក់ពណ៌ខៀវអានេះពណ៌លឿងមើលទៅវាមានពណ៌ស្អាតហើយយើងយកមួយនេះទៀតមកនេះហ្នឹងចុចលើវាយើងដាក់វាថែមបន្ថយវាមិនអូខេមើលទៅវាស្អាតជាងមុនហ្នឹងអ្នកនរគ្នាអូខេមើលទៅវាខុសពីរូបភាពមិញហើយវាអាច edit ធ្វើឲ្យរូបរបស់យើងស្អាតហើយយើងអាចជ្រើសរើសយកវាយកពណ៌មិនក៏បានដែរយើងភ្លឺមិនចឹងនេះអានេះវាព្រោះទៅវាទៅស្អាតតែប្រហែលយកឥឡូវនេះយើងព្រីហើយសម្រាប់ការ save គឺយើងគ្រាន់តែចុចគ្រីសតែប៉ុណ្ណឹងហើយអូខេវីដេអូនេះសូមបញ្ចប់ត្រឹមប៉ុណ្នេះអរគុណច្រើនសម្រាប់ធ្វើការតាមដានទស្សនាជាចុងក្រោយសូមជូនពរឲ្យពុកម៉ែបងប្អូនទាំងអស់ទទួលបានតែនឹងសេចក្តីសុខសុភមង្គលបើមានកំហុសខុសឆ្គងដោយប្រការណាមួយក៏សូមខន្តីអភ័យទោសដល់ខ្ញុំបាទផងសូមអរគុណសូមជម្រាបលា